ជំរាបសួរបងពូមីងញីតាដោយសារតែថ្ងៃអាទិត្យម៉ានីកាទំនេរចឹងម៉ាក់ក៏ឲ្យម៉ានីកាទៅផ្សារដើម្បីរៀនទិញបន្លែនិងគ្រឿងផ្សំយកមកធ្វើម្ហូបដោយខ្លួនឯងព្រោះឥឡូវធំដែរហើយអញ្ចឹងគួរតែរៀនធ្វើម្ហូបខ្លះដូច្នេះសូមបងពូមីងមកដើរលេងផ្សារជាមួយអូនម្ដងណាអូខេ let's go ហើយមុខម្ហូបថ្ងៃនេះម៉ានីការើសយកឆាបន្លែគ្រប់មុខនិងពងមាន់ចៀនព្រោះវាងាយស្រួលធ្វើហើយម៉ានីកាចូលចិត្តទៀតហើយការពិតទៅនេះជាលើកទី1បងដែលម៉ានីកាមកដើរផ្សារមិនដឹងថាទិញបានអត់ទេបងអើយហើយផ្សារដែលអូនមកថ្ងៃនេះគឺផ្សារ BKK ផ្សារបង្កង់យើងហ្នឹងណាបងសំខាន់មកហ្នឹងសបោអីហូបទៀតបងតែអូនតាំងចិត្តហើយថាមិនទិញអីហូបទេបងព្រោះថ្ងៃហ្នឹងអូនត្រូវធ្វើម្ហូបដោយខ្លួនឯងម្ដងបងអញ្ចឹងអូនក៏សម្ដៅទៅកន្លែងលក់បន្លែមុនគេបងទៅដល់ដំបូងគឺអូនឃើញផ្សិតល្អមែនទែនបងអញ្ចឹងអូនក៏សម្រេចចិត្តថាយកផ្សិតហ្នឹងទៅឆាបន្លែដែរទៅសំខាន់អ្នកលក់ស្អាតហើយសម្ដីពីរោះទៀតបងហើយអូនក៏ទិញពងមាន់ស្រានៅកន្លែងគាត់ដែរទៅបងវិញបាច់ដាក់ថង់ចាំអត់ជួយខែកសាប់បាត់ថានោះណាចាប់ពងពងក៏បាច់ដាក់ថង់ណាចាដល់វគ្គរន្ធត់ទៀតហើយបងគឺវគ្គគិតលុយនិយាយទៅនេះជាលើកទី1ដែលអូនចាយលុយច្រើនអញ្ចឹងណាបងឃើញអត់ចាយលើកទី1ឡើងឈឺកាបូបចាកូនមីចាកូនឥឡូវយើងទិញបានពងមាន់នឹងសិតហើយបងអញ្ចឹងការ៉ុតហើយបន្ទាប់មកអូនក៏ដើររកទិញបន្លែបន្ថែមទៀតដូចជាការ៉ុតដំឡូងបារាំង broccoli និងខ្ទឹមបារាំងបន្ទាប់ពីនេះហើយយើងត្រូវឲ្យមីងគាត់កាត់លុយមីងបាច់ដាក់ថង់មីងបាច់ដាក់ថង់ទេចាការពិតទៅបងអូនមិនធ្លាប់ប្រើថង់ផ្លាស្ទិកទេតែអូនព្យាយាមកាត់បន្ថយការប្រើថង់ផ្លាស្ទិកតាមដែលអាចធ្វើបានព្រោះយើងអាចជួយការពារបរិស្ថានហើយអ្នកលក់ក៏គាត់អត់ចាំបាច់ចំណាយទិញថង់ផ្លាស្ទិកច្រើនដែរបងតែសារតែអូនធ្វើម្ហូបតែ2នាក់ម៉ាក់អញ្ចឹងអូនទិញចំនួនតិចទេបងអរគុណមីងបន្ទាប់ពីទិញបន្លែហើយគឺអូនត្រូវទិញថែមទៀតបងអូនត្រូវទិញស្នៀតបូតនិងក្រូចឆ្មាហើយចៃដន្យអីអូនឃើញសដៅខ្ចីមែនតែនហើយអូនក៏ទិញថែមទៀតទៅបន្ទាប់ពីកាត់លុយរួចអូនត្រូវបន្តទៅទិញបង្គាការពិតបងអាចឆាដាក់បន្លែសុទ្ធក៏បានដែរហើយតើបងច្រឡំបកងថាជាបង្គាទៀតបងភ្នែកអូនតូចពេកកងដើររកបង្គាអស់ចិត្តតែម៉ាក់ប្រាប់ថាបង្គានៅសល់ក្នុងទូទឹកកកសពបងអញ្ចឹងចុងក្រោយអូនក៏បន្តទៅទិញប្រេងខ្យងសំខាន់ពូអ្នកលក់ជួយប្រាប់អូនទៀតខ្លាចអូនរត់លុយខុសអូខេបងឥឡូវយើងបានទិញហើយយើងទៅធ្វើម្ហូបពេលចេញទៅក្រៅអូនឃើញលេហាទៀតបងទៅនងមែនតែនតែអូនតាំងចិត្តឲ្យថាត្រូវហូបម្ហូបដែលខ្លួនឯងធ្វើអូនដើរផ្សារតន្តិចទេតែហត់មែនតែនបងអញ្ចឹងមិនដឹងថាទៅផ្សារទិញម្ហូបមិនស្រួលទេអញ្ចឹងហើយបងពូត្រូវតែយកចិត្តភរិយាផងណានេះមិនមែនឈុតកង់ដីរត់តាមពុទ្ធិសែនទេណាបងគឺអូនរត់កាត់ថ្ងៃដើម្បីទៅរកឡានជិះទេបងពួកអីក្តៅមែនតែនបងអើយអញ្ចឹងអូនសូមបន្តវគ្គធ្វើម្ហូបនៅវីដេអូក្រោយឯងបងកុំឲ្យវីដេអូនេះវែងពេកបងសូមអរគុណបងពូមីងសម្រាប់ការទស្សនាសូមអធិស្ឋានបើសិនជាអូនមានកំហុសត្រង់ចំណុចណាមួយជួបគ្នានៅវីដេអូក្រោយ